Ok នៅសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងទៅមេរៀន block យើងមួយទៀតគឺយើងភ្ជាប់ domain របស់យើងជាមួយនឹង blockchain របស់យើងណាទៅឲ្យវាទៅជាលក្ខណៈ website ពេញលេញណាអញ្ចឹងក្រោយពីយើងទិញ domain យើងឈ្មោះថា insurancerate.com យើងចូលមកក្នុង name chip របស់យើងមកណាចូលក្នុង name chip របស់យើងចូលមកកន្លែង domain ហើយយើង click លើ domain ណាមួយដែលយើងបានទិញហ្នឹងយើងចូលមកកន្លែងនេះកន្លែង domain ហ្នឹងវាមានកន្លែងនេះណាហើយកន្លែងនេះវាមាន3ណា3វាមាន3ណាកន្លែងនេះ DNS អីគេ DNS អញ្ចឹងណា DNS មាន3ណាទី1គេ name chip web hosting នេះយើងភ្ជាប់ជាមួយ name chip របស់យើងហ្មងចង់និយាយថាយើងប្រើ hosting ជាមួយ name chip តែនេះ basic DNS ទេចា basic នេះដឹងស្អីគេទេខ្ញុំអត់ច្បាស់ប្រហែលទេបញ្ជាក់ណាចំណុចនេះគឺខ្ញុំអត់សូវច្បាស់ទេព្រោះសារតែខ្ញុំខានធ្វើយូរណាអញ្ចឹងទូទៅយើងនេះនៅពេលនេះគឺយើងភ្ជាប់ domain របស់យើងជាមួយនឹង blockchain របស់យើងអញ្ចឹងយើង copy ណាយើង copy សុំ copy សិនហើយកន្លែងនេះសុំឆែកទីសិនណាព្រោះខ្ញុំរៀងភ្លេចដែរខានធ្វើយូរខ្ញុំធ្លាប់ធ្វើវីដេអូឆ្នាំទៅមួយហើយប៉ុន្តែឥឡូវរៀងភ្លេចណាខានធ្វើយូរអញ្ចឹងកន្លែងនេះមួយសុំនេះតិចខ្ញុំបកទៅខាងនេះសិនទៅ blockchain របស់យើងសិនណា blockchain របស់យើងវាយ blockchain.com ណា enter ឬគ្នាយើង copy អានេះយើងទុកសិនណាទុកមក license ក៏បានដែរទុកមក license ក៏បានដែរអញ្ចឹងទុកមក license ប៉ុន្តែ domain នេះhost ទីគេ blockchain ខ្ញុំបានភ្ជាប់ជាមួយ AdSense ហើយណាប៉ុន្តែភ្ជាប់ជាមួយ AdSense ហើយប៉ុន្តែមិនមែនតន់ជាប់ទេណាខ្ញុំបញ្ជាក់អត់តន់ជាប់មួយ AdSense ទេនេះដោយសារតែខ្ញុំអត់បានផកអីសោះណាខ្ញុំបញ្ជាក់ណាគ្រប់domain ឬក៏ blockchain របស់យើងឬក៏ domain របស់យើងខ្ញុំសូមបញ្ជាក់ម្ដងទៀតខ្ញុំសូមប្រាប់គ្នាយើងត្រូវផុស content ឲ្យស្អាតសិនណា content ឲ្យស្អាតសិនយើងនិយាយមួយ content សិន content ឲ្យស្អាតសិនណា content ឲ្យស្អាតសិនខ្ញុំបញ្ជាក់ដែរតែ content ឲ្យស្អាតសិនអញ្ចឹងយើងបកទៅកន្លែងភ្ជាប់ domain របស់យើងចូលមកក្នុង setting មកយើង scroll រកពាក្យ domain នេះកន្លែងនេះគឺ customize domain អញ្ចឹងយើងផាស domain របស់យើងចូលសាក save មើលតើវាឲ្យអត់អានេះវាឲ្យយើងដាក់ជាប់ w ណា www.com ណានេះអូខេអញ្ចឹងខ្ញុំផាស domain ចូលវាអត់ឲ្យទេអញ្ចឹងវាឲ្យយើងវាយ www.com ណាអញ្ចឹងខ្ញុំសុំភ្ជាប់ម្ដងទៀតកន្លែងនេះគឺវាអត់ឲ្យដដែលណាវាអត់ឲ្យដដែលប៉ុន្តែវាមានគេហៅថា DNS សម្រាប់យើងភ្ជាប់នេះវា if not able នេះ verify your ស្អីគេនេះអានេះស្អីគេបាទន័យថាអ្នកគ្រប់គ្រងណាបើសិននេះធម្មតាគេហៅប្រហែលគេអាជ្ញាធរណាអ្នកគ្រប់គ្រង domain ហ្នឹងអញ្ចឹងយើងត្រូវភ្ជាប់ web hosting របស់យើងគេមួយ DNS របស់យើងហ្នឹងណានេះគឺយើងយើងយក domain របស់យើងជាមួយ blockchain អញ្ចឹងបានឲ្យ hosting របស់យើងនៅជាមួយនឹង Google ណានៅជាមួយ Google អញ្ចឹងសួរតែផុសចំនួនប្រមាណបើតាមខ្ញុំដឹងទេណាខ្ញុំអត់ច្បាស់ទេចំណុចហ្នឹងខ្ញុំអត់ច្បាស់ទេអញ្ចឹងតាមខ្ញុំដឹងគឺយើងអាចផុសបាន 5.10G ប៉ុន្តែយើងផុស 5.10G គ្រាន់តែអត្ថបទផុសមិនក៏មិនពេញដែរណាមិនពេញទេនេះវាឲ្យយើងទៅណានេះឲ្យយើងទៅនេះកន្លែងនេះវាឲ្យយើងដាក់ www ហើយកន្លែងនេះ stand វាឲ្យដាក់ពាក្យនេះហើយកន្លែង name ណា name នេះកន្លែង name នេះឲ្យដាក់ពាក្យនេះហើយ stand របស់ហ្នឹងវាឲ្យដាក់នេះដាក់ដល់នេះណាអញ្ចឹងកន្លែងនេះ see more support ណាអានេះគឺ blockchain code នេះ blockchain code នេះយើង copy support នេះក៏បានព្រោះមាន2កន្លែងណាអញ្ចឹងយើងអ្នកខ្លះស្ដាប់បើអ្នកថ្មីស្ដាប់អត់យល់ទេណាតែអត់យល់ទេអញ្ចឹងមានតែ follow តាមទេព្រោះយើងត្រូវការ code នេះណាហើយត្រូវការលេខទាំងអស់នេះយកមកភ្ជាប់ជាមួយ hosting របស់យើងអញ្ចឹងខ្ញុំសូមបកទៅ hosting វិញកន្លែងនេះខ្ញុំបក hosting យើងវិញនេះកន្លែងនេះខ្ញុំសូម tick ពាក្យនេះអត់ឲ្យណាអានេះអីគេខ្ញុំភ្ជាប់ឲ្យដល់ខ្ញុំសិនខ្ញុំឆែកមើលសិនខ្ញុំមានតន់ភ្ជាប់ណាអូខេហ្នឹងហើយយើងចូលមកកន្លែង DNS ណាកន្លែងនេះយើងទុកដដែលខ្ញុំសុំនេះផងណាខ្ញុំទៅសិនព្រោះពេលខ្លះខ្ញុំអាចនឹងវែងដែរព្រោះខ្ញុំខានភ្ជាប់យូរដែរណាអញ្ចឹងគ្នាយើងមួយចំនួនគាត់ច្បាស់ព្រោះគាត់ភ្ជាប់ស្ទើរតែរាល់ថ្ងៃខ្ញុំការងារច្រើនដែរពេលខ្លះវែងដែរណាកន្លែងនេះយើងចូលមកកន្លែងនេះសិនហើយខ្ញុំចូលទៅយក copy នេះវាឲ្យយកអីគេ www 3ដងនេះតែហ្នឹងកន្លែងដាក់ name របស់វាណា name របស់វាកន្លែងណាយើង add record មកយើងជ្រើសរើសអីគេតាមដែលវាប្រាប់មកយើងដាក់ឈ្មោះអីគេ cname អញ្ចឹងនេះ cname ហ្នឹងណានេះ cname កន្លែងនេះយើងមើលវាយើងរៀនសង្កេតវាណាកន្លែងនេះដាក់ cname នេះ cname នេះដាក់ www 3ដងហើយបន្ទាប់មកទៀត copy នេះចូលនៅតាណានេះកន្លែងមិញយើងដាក់ cname
ហើយកន្លែងនេះយើងឲ្យដាក់ ww 3 ដងហើយកន្លែងនេះ target នេះយើងឲ្យដាក់នេះអញ្ចឹងយើង tick ក៏បានយើងមិនទាន់ tick ទេយើងដាក់ថែមណាយើងដាក់ថែមយើងរើសពាក្យអីគេ scene name ដដែលណា scene name record ដដែលនេះ scene name record ដដែលហ្នឹងប៉ុន្តែយើងចូលមកទៅនេះវិញម្ដងកន្លែងនេះវាឲ្យដាក់កន្លែង scene name ហ្នឹងឲ្យដាក់ពាក្យនេះណាកូដនេះចូលហើយយើងឲ្យយើងវាយកន្លែងហ្នឹងណាយើង copy ណាបកវាយនឹងវាយមិនត្រូវទេព្រោះរឿងពិបាកដែរអូខេយើង copy អាហ្នឹងទៀតយើងដាក់មកដាក់កន្លែងនេះហើយកន្លែងនេះយើងដាក់ auto បន្តិចណាដាក់ auto បន្តិចអញ្ចឹងយើង tick ក៏បានយើង save ក៏បានណាប៉ុន្តែ tick ហ្នឹងអត់មាន save ផងខ្ញុំ tick ទាំងពីរហើយកន្លែងនេះសួរតែដាក់ប៉ុណ្ណឹងបានហើយនៅអូខេបានវាមិនទៅបញ្ហាអីទេប៉ុន្តែវាអត់ល្អទេណាវាអត់ល្អទេកន្លែងនេះយើងអាច save មក save បានដែរព្រោះយើងអស់ហើយណាកន្លែងហ្នឹងប៉ុន្តែវានៅភ្ជាប់កន្លែងនេះនៅភ្ជាប់កូដទៅនេះខ្ញុំបញ្ជាក់កន្លែងកូដនេះខ្ញុំអត់ដឹងថាហៅស្អីទេព្រោះខ្ញុំអត់បាន search អីទេប៉ុន្តែកន្លែងនេះវាដាក់ថា a record ណាវាឲ្យដាក់ a record 4 ដងនេះកន្លែង DNS របស់យើងណាវាឲ្យយើងណាកន្លែងដាក់ provide នៅ web នេះណាវាឲ្យដាក់អីគេ DNS របស់យើង setting DNS របស់យើងវាឲ្យដាក់4ចំណុចណា4ចំណុចណានេះអញ្ចឹងគេដាក់ a record ណា a record យើងត្រូវដឹងដាក់ a record អញ្ចឹងយើង copy ទាំងអស់ហ្នឹងយកមកដាក់យើងចំណាំមើលកូននេះកូនដូចគ្នាទាំងអស់កូននេះដូចគ្នាទាំងអស់ដែរប៉ុន្តែខុសកន្លែងនេះលេខ4លេខ2លេខ4លេខ6លេខ8តែប៉ុណ្្នឹងទេណាអញ្ចឹងយើងចូលទៅក្នុង domain របស់យើង add មកវិញយើងយកអីគេយើងឲ្យយកអីគេមិញ a record ទេនេះ a record ហើយកន្លែងនេះវាដាក់សញ្ញា add ណាសញ្ញា add នេះសញ្ញាហ្នឹងអញ្ចឹងបន្ទាប់មកទៀតយើង copy អីគេ copy លេខកូដនេះ copy លេខកូដហ្នឹងយើងចង់វាយក៏បានចង់ copy ក៏បានដែរណាអញ្ចឹងយើងដាក់ទៀត a record ទៀតហើយកន្លែងនេះយើងដាក់ add ដដែលណាដាក់ add ដដែល4 ដងណាហើយខ្ញុំផាសលេខកូដដដែលទេប៉ុន្តែខ្ញុំដូរកន្លែងនេះដាក់លេខ4វិញណាព្រោះមិញយើងមើលឃើញតែខុសគ្នាប៉ុន្តែមានសញ្ញាចុចណាអញ្ចឹងដាក់ a record ដដែលហើយកន្លែងនេះលេខមិញលេខ4ហើយអានេះលេខ6ត្រូវអត់អញ្ចឹងកន្លែងនេះ a record ដដែលអញ្ចឹងឲ្យដាក់4ដងណាអញ្ចឹងយើងរៀនសង្កេតមើលទៅហើយបើខ្ញុំខុសទាស់អីកុំប្រកាន់ណាហើយអ្នកដឹងជួយប្រាប់ផងបើសិនខុសហើយណាព្រោះខ្ញុំខានធ្វើជាងមួយឆ្នាំខ្ញុំអត់សូវផ្ដោតប៉ុន្មានទេឥឡូវព្រោះខ្ញុំផ្ដោតលើ Facebook ដែរដល់ Facebook ហើយ YouTube ហើយ website ហ្នឹងគឺខ្ញុំដឹងថាខ្ញុំធ្វើជាប់លាប់អញ្ចឹងទៅប៉ុន្តែតែមួយថ្ងៃនេះ website វា update ខ្លាំងពេកដល់ website update Facebook update ទៅវាធ្វើឲ្យ error មួយចំនួនខ្ញុំរក traffic អត់សូវបានដែរណាហើយកន្លែងនេះយើងបើកណាខ្ញុំបញ្ជាក់កន្លែងនេះខ្ញុំបើកយើងត្រូវបើកណាបើក direct ណាបើក direct ទៅនេះណាបើក direct ទៅណាអញ្ចឹងបើក redirect វាទៅ redirect វាត្រូវបើកណាអត់បើកអត់បានទេហើយកន្លែងនេះយើងក៏ត្រូវបើកដែរនេះកន្លែងនេះណាត្រូវបើកដែរបើយើងអត់បើកទេវាអត់មានអីគេហៅអីគេអក្សរ S នេះ security អញ្ចឹងនេះវាដាក់ប្រាប់ថា the setting is available ណាអញ្ចឹងយើងបើកវាណាបើកវាដល់ពេលយើងបើកវាហើយអានេះដាច់ហើយណាខ្ញុំបញ្ជាក់ណាអានេះដាច់ហើយអា sub domain ហ្នឹងណាអីគេ blockchain របស់យើងដាច់ហើយឡើងមានហើយណាឡើងមានហើយណាឡើងមានអញ្ចឹងវាចូល insurance វិញម្ដងហើយនេះវាចូលមកចូល insurance ដែរប៉ុន្តែវាត្រូវការពេលប្រហែលនាទីណាដោយសារតែយើងបើកកន្លែងនេះណាយើងបើកកន្លែងនេះវាត្រូវការពេលប្រហែលនាទីដូចជាលើសខ្វះ25នាទីណាខ្ញុំបញ្ជាក់កន្លែងហ្នឹងពេលខ្លះដល់25នាទីណាពេលខ្លះប៉ុណ្ណឹងអូខេហ្នឹងហើយឥឡូវវាដើរហើយអញ្ចឹងពី blockchain របស់យើងមកជាមាន domain របស់យើងវិញអញ្ចឹងណានេះ insurance ហ្នឹងហើយ blockchain មិញហ្នឹងគ្រាន់តែយើង remove វាចេញភ្លាមនេះវាចេញភ្លាមណាវា remove យើងចេញពី AdSense ភ្លាមវាថាអត់ជាប់ទេណាដោយសារយើងដូរនេះបាត់ហើយអញ្ចឹងការភ្ជាប់ domain របស់យើងជាមួយនឹង blockchain របស់យើងមានតែប៉ុណ្្នឹងហើយនឹងមេរៀនក្រោយយើងនឹង update បន្តទៅទៀតទាក់ទងនឹងរៀបចំ blockchain យើងឲ្យស្អាតមុននឹងយើងទៅ apply AdSense ណា website របស់យើងណាប៉ុណ្ណឹងគេហៅថា website ហ៎អញ្ចឹងរៀបចំ website យើងឲ្យស្អាតដើម្បីទៅភ្ជាប់ជាមួយនឹង Google AdSense ណាអូខេអរគុណច្រើនវីដេអូនេះយើងមានតែប៉ុណ្្នឹងឯង